在天上的父，好，那等一下我们还有我们翻译的有名言师，好，有名言师，晚安，晚安，晚安。好，三，我们请坐。那请坐了。各各位点传师，各位人才，大家午安。点传师午安。这个秋天一到柬埔寨也一样白天就比较短了。អញ្ចឹងគឺថារដូវលំហើយជឿនចូលមកដល់ហើយអញ្ចឹងពេលថ្ងៃរៀងឲ្យខ្លីហើយពេលយប់រៀងវែង台湾有秋天嘛？អញ្ចឹងនៅខាងតៃវ៉ាន់មានរដូវលំហើយ秋天比夏天凉一点。អញ្ចឹងរដូវលំហើយគឺត្រជាក់ជាងរដូវក្តៅ但是呢，白天温度也很高。ប៉ុន្តែពេលថ្ងៃក៏មានសីតុណ្ហភាពក្តៅផងដែរ到了晚上，រហូតដល់ពេលយប់到了早上，ឬក៏ពេលព្រឹក温度就会下降，អញ្ចឹងសីតុណ្ហភាពនឹងចុះបន្就តិច凉一点。ហើយនឹងរៀងត្រជាក់បន្តិច那柬埔寨呢？នៅប្រទេសកម្ពុជាយើងវិញ慢慢ជាសន្សឹម下个月ហើយខែក្រោយ柬埔寨也会凉了。អញ្ចឹងនៅប្រទេសខ្មែរយើងក៏ចាប់ផ្ដើមចុះត្រជាក់ផងដែរ今天呢？អញ្ចឹងថ្ងៃនេះផងដែរ有开示道义，អញ្ចឹងយើងបានធ្វើការបកស្រាយអំពីលំនាំស្រាយបំភ្លឺអត្ថន័យព្រះធម៌有总务篇，ហើយក៏មានមេរៀនកិច្ចការទូទៅ我到柬埔寨来，អញ្ចឹងលោកគ្រូបានមកដល់ប្រទេសកម្ពុជា要进海关លោកគ្រូទៅឆ្លងកាត់គយជាមុនសិន第一，ទី1我要拿台湾的 passport。អញ្ចឹងលោកគ្រូត្រូវយក passport តៃវ៉ាន់第二，ទី2我要签证 visa。លោកគ្រូត្រូវសញ្ញេ visa ឬក៏ហៅថាទិដ្ឋាការ第三呢？ទី3 visa 要金要钱ហើយអញ្ចឹងសញ្ញេទិដ្ឋាការនោះត្រូវការមានប្រាក់កម្រៃ30块美金。អញ្ចឹងថាសញ្ញេ visa ម្ដងថាតម្លៃ$30这个入境柬埔寨អញ្ចឹងទើបអាចចូលមកដល់ដែនដីនៃប្រទេសកម្ពុជាបាន一个规定，នេះគឺជាការកំណត់របស់ខាងប្រទេសកម្ពុជាយើង每个进来ហើយគឺថារាល់ពេលដែលចូលមកម្ដង通通一样。គឺថាបរទេសជនជាតិបរទេសត្រូវធ្វើអញ្ចឹងទាំងអស់គ្នា这个就是规定。នេះគេហៅថាគឺជាការកំណត់那么我们办道的人才呢？ហើយយើងជាអ្នកជំនួយការបំពេញកិច្ចការព្រះឋានលើ也有规定យើងក៏ត្រូវមានការកំណត់ផងដែរ你要写的项目ហើយអញ្ចឹងចំណុចប្រការដែលយើងត្រូវសិក្សារៀនសូត្រ很多很多គឺមានចំណុចជាច្រើនដែលយើងត្រូវរៀនបន្ថែមទៀត陈点老师呢？ឧទាហរណ៍ថាហៅស្រីផ្ទាល់第一届是第一届第一届的学员ដោយហៅស្រីផ្ទាល់គឺជាអ្នកចូលរួមនៅក្នុងថ្នាក់នេះចំនួនទី1那么第一次呢？អញ្ចឹងលើកទី1你上过10天的吗？有10天有អញ្ចឹងលើកទី1គឺថាថ្នាក់នេះគឺបើម្ដង10ថ្ងៃ10天10ថ្ងៃមិនមែន3ថ្ងៃទេថ្នាក់នេះបើម្ដង10ថ្ងៃ以后呢？ហើយក្រោយមក7天ធ្លាក់មក7ថ្ងៃ再来បន្ត5មក天ទៀតធ្លាក់ដល់5ថ្ងៃ没有3天的ហើយអត់មាន3ថ្ងៃទេការចំនួនទី1ចំនួនទី读了5年2រៀនអស់5ឆ្នាំ那么才闭班ទើបបញ្ចប់វគ្គបាន那第二班呢？ហើយចំនួនទី2វិញ一样ដូចគ្នាផងដែរ从5天开始读ចាប់តាំងពីរៀនពី5ថ្ងៃ读了5年រៀនអស់5ឆ្នាំ然后呢？បន្ទាប់មក一二班合班អញ្ចឹងចំនួនទី1និងចំនួនទី2មិនថ្នាក់បញ្ចូលគ្នា又读了5年ហើយរៀនអស់5ឆ្នាំទៀត换第3班ហើយក៏មកកើតជាចេញជាវគ្គទី3ឡើងមក第3班呢？ហើយវគ្គទី3ឡើងមក读了不到3年រៀនមិនដល់3ឆ្នាំផង COVID-19 来了ដោយសារតែ COVID-19 បានមកដល់停课停3年ហើយក៏សម្រាប់អស់3ឆ្នាំទៀត怎么办呢？អញ្ចឹងត្រូវធ្វើម៉េចទៅ已经上了2年又停课3年总共5年អញ្ចឹងគឺថារៀនអស់2ឆ្នាំបន្ទាប់មកទៀតសម្រាប់អស់3ឆ្នាំបូកចូលគ្នាអស់5ឆ្នាំ那后来呢？អញ្ចឹងក្រោយមកទៀត我们就这样做អញ្ចឹងលោកគ្រូក៏ចាប់ផ្ដើមធ្វើយ៉ាងដូចនេះ补学分嘛អញ្ចឹងគឺថាត្រូវតែរៀនបន្ថែម所以他们现在呢ដូច្នេះហើយថាអ្នកចំនួនមុននេះ跟前辈在一起上课អញ្ចឹងក៏បានរៀនជាមួយនឹងរៀនច្បងចំនួនទី1និងចំនួនទី2比较辛苦了ហើយរៀនពិបាកបន្តិច
不过呢， ប៉ុន្តែ 他们跟你们一样， គឺថាអ្នកជំនាន់មុនគឺដូចជាញាតិបឋមនៅទីនេះអញ្ចឹង 跟你们一样就比较年轻， គឺមានវ័យក្មេងដូចជាយើងទាំងអស់គ្នានៅទីនេះអញ្ចឹង 那也经过3年了， ប៉ុន្តែក៏ឆ្លងកាត់អស់រយៈកាល3ឆ្នាំមកហើយ 所以也比较年龄大了。 ដូច្នេះថាអាយុរៀងច្រើនជាងគ្នាយើងបន្តិច 作为一个帮办管理人才啊， អញ្ចឹងយើងធ្វើជាអ្នកជំនួយការបំពេញកិច្ចការព្រះធម៌ 上的课啊， អញ្ចឹងមេរៀនដែលយើងបានរៀនមកនេះ 是非常多的 អ。ញ្ចឹងមេរៀននេះគឺជាបានសិក្សានៅមេរៀនជាច្រើន 那么因为现在柬埔寨呢， ហើយក៏ដោយសារតែនៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ 商业兴盛了， អញ្ចឹងគឺថាសេដ្ឋកិច្ចមានការរីកចម្រើន 国家进步了， ហើយប្រទេសយើងក៏មានការរីកចម្រើនបានច្រើន 上班的人很多啊， ហើយអ្នកដែលធ្វើការតាមក្រុមហ៊ុនសហគ្រាសក៏មានចំនួនច្រើន 做生意的人 ហើយ 很多。 អ្នកដែលធ្វើចំនួនរកស៊ីក៏មានចំនួនច្រើនជាងមុន 31年前， អញ្ចឹងកាលពី31ឆ្នាំមុន 我到柬埔寨 លោក 来， គ្រូបានមកដល់ប្រទេសកម្ពុជាយើងនេះ 没有那么多高楼大厦， គឺអត់មានសំណង់អាគារខ្ពស់ៗដូចក្នុងសម័យកាលបច្ចុប្បន្ននេះទេ 30年后的今 អ 天， ញ្ចឹង30ឆ្នាំក្រោយមកនៃថ្ងៃនេះ 柬埔寨啊， នៅប្រទេសកម្ពុជាយើង 哇，高楼大厦太多了， គឺមានទៅដោយសំណង់អាគារប្រងព្រាតតែម្ដង 外国人多， ហើយក៏មានជនបរទេសច្រើន 做生意的人多， ហើយអ្នកដែលធ្វើជំនួយរកស៊ីក៏មានចំនួនច្រើន 来游览的人多， ហើយភ្ញៀវទេសចរក៏មានចំនួនច្រើន 所以非常繁华 ដូច្នេះគឺថាមានភាពរីកចម្រើនយ៉ាងខ្លាំង 啊，就是繁华了 ក៏ 嘞。 ដោយសារតែមានភាពរីកចម្រើនយ៉ាងដូចនេះហើយ 年轻人呢， អញ្ចឹងគឺថាយុវវ័យចំនួនក្រោយ 上班机会多了 អ，ញ្ចឹងឱកាសនៃការដែលយើងចូលធ្វើការហ្នឹងក៏មានឱកាសច្រើន 所以要求3天呐、 ដូច្នេះពេលដែលសំណូមពរឲ្យចូលរួមវគ្គរយៈកាល3ថ្ងៃនេះ 不简单。 ហើយយើងអាចសុំច្បាប់ចូលរួមបានក៏គឺជារឿងមួយ 所以 មិន 你 ធម្ម 们 តា 来 ឡើយ 加班的人， ដូច្នេះអ្នកដែលបានចូលមកវគ្គ3ថ្ងៃនេះ 有学生嘛， មានសិស្ស 有驻堂的人嘛， ហើយមានអ្នកជំនួយការស្នាក់នៅព្រះវិហារ 有自己做老板的嘛。 ហើយឬក៏នៅទីនេះមានធ្វើតកែខ្លួនឯងទៀត 所以呢， ដូច្នេះហើយ 时间比较能自用， អញ្ចឹងគឺថាពេលវេលាដែលយើងអាចឆ្លៀតចូលរួមវគ្គនេះបាននេះ 就是因为这样， គឺក៏ដោយសារតែយ៉ាងដូចនេះ 我们才有机会 ទើបយើងទាំងអស់គ្នាមានឱកាស 参加管理班第4班。 មានឱកាសបានមកចូលរួមនៅក្នុងវគ្គជំនួយការបំពេញកិច្ចការចំនួនទី4នេះបាន 所以呢， ដូច្នេះហើយ 昨天点是一开始啊， ម្សិលមិញលោកគ្រូនៅពេលដែលមានការចាប់ផ្ដើមបើកវគ្គភ្លាម 就告诉各位 ក៏បានប្រាប់ដល់អ្នកទាំងអស់គ្នាថា 开荒办道的意义。 អញ្ចឹងអត្ថន័យនៃការដែលយើងត្រួសត្រាយផ្សព្វផ្សាយព្រះធម៌ 为什么我们要开荒办道呢？ ហេតុអ្វីបានជាយើងត្រូវផ្សព្វផ្សាយត្រួសត្រាយព្រះធម៌ 因为要为老母办事嘛， ពីព្រោះដើម្បីបំពេញកិច្ចការជូនដល់ព្រះបិតាត្រៃភព 所以很多事物都要写啊。 ដូច្នេះគឺមានកិច្ចការជាច្រើនដែលយើងត្រូវសិក្សាដែលយើងត្រូវរៀនសូត្រ 开示道义呢， អញ្ចឹងលំនាំស្រាយបំភ្លឺអត្តន័យព្រះធម៌ 是一种 គឺជាប្រភេទគឺជាមេរៀនមួយ 最基本的。 គឺជាមេរៀនជាមេរៀនមូលដ្ឋានគ្រឹះ 那么各位呢， ដូច្នេះយើងទាំងអស់គ្នា 早上讲的呢， កាលពីព្រឹកមិញដែលយើងឡើងមកបកស្រាយ 我有听点是说 អញ្ចឹងលោកគ្រូក៏បានស្ដាប់គ្រូវិជ្ជាខាงក្រៅធ្វើការបកប្រែជូនលោកគ្រូ 平均都讲得很好， អញ្ចឹងគឺថាគិតជាមធ្យមថាយើងទាំងអស់គ្នាបានបកស្រាយបានយ៉ាងល្អប្រ 所 សើ 以 រ 每一组都加15分。 ដូច្នេះមួយក្រុមថែម15ពិន្ទុ 那么今天我们要研究了解 អញ្ចឹងថ្ងៃនេះផងដែរយើងមកសិក្សារៀនសូត្របន្ថែម 什么叫开示道义。 អ្វីទៅហៅថាលំនាំស្រាយបំភ្លឺអត្តន័យព្រះធម៌ 人你来写好吗？这个开示道义呀、 អញ្ចឹងលំនាំស្រាយបំភ្លឺអត្តន័យព្រះធម៌ 我们讲的话不是周经理讲的， អញ្ចឹងអ្វីដែលនិយាយចេញទៅនេះមិនមែនជាពាក្យរបស់លោកគ្រូជាចារ្យចៅនិយាយចេញមកទេ 开示道义写大字一 អ 点， ញ្ចឹងពាក្យ 4 ថា 个 ល 字 ំនាំស្រាយបំភ្លឺអត្តន័យព្រះធម៌ 是佛祖啊 គឺព្រះពុទ្ធ 所讲过的话， ជាអាវាតជាពុទ្ធដីកាដែលព្រះពុទ្ធធ្លាប់មានពុទ្ធដីកា 这些话 អញ្ចឹងធ្លាប់សម្ដែងនៅពាក្យទាំងអស់នេះ 足以启迪众生的智慧。
ដើម្បីកោះរំលើងនៅបញ្ញាញាណរបស់សត្វលោកនឹងឡើង 智慧夸胡就是天理良心。 អញ្ចឹងពាក្យថាបញ្ញាមានន័យថាគឺជាចិត្តដើមជាចិត្តមនសិការចិត្តធម៌របស់យើង 那么智慧要干什么呢？ អញ្ចឹងយើងសាងធម៌ត្រូវការបញ្ញាញាណយកមកធ្វើអី 让我们众生 ដើម្បីញ៉ាំងឲ្យសត្វលោកទាំងឡាយ 弃妄存真。 អញ្ចឹងគឺថាជំរុះចោលនៅភាពវិជ្ជវេបន្សល់ទុកអ្វីដែលជាពិតអ្វីជាសប្បុរសតែប៉ុណ្ណោះ 去除掉 អញ្ចឹងជំរុះចោលនៅ 众生的无明。 ភាពអវិជ្ជារបស់សត្វលោកទាំងឡាយ 你们早上说的呢？ អញ្ចឹងការពិព្រឹកមិញញាតិធម៌ទាំងអស់គ្នាបានលើកឡើងរួចមកហើយ 七情六意啊， និយាយអំពីមនោសញ្ចេតនា7ចំណង6 人生的八苦啊， ហើយមនុស្សយើងសត្វលោកទាំងឡាយគឺមានតែដោយទុកទាំង8 人生的五欲之乐啊， ហើយព្រមទាំងភាពសុខសប្បាយនៅសេចក្តីសុខទាំង5ប្រការ 这些点点呐、 អញ្ចឹងរបស់ទាំងអស់នេះ 都是众生的执妄、执着这个妄想。 គឺជាការប្រកាន់មាំការហួងហែងរបស់សត្វលោកទាំងឡាយ 不明白这是不实在的， ហើយក៏មិនបានយល់ជាក់ច្បាស់ថារបស់ទាំងអស់នេះវាមិនមែនជាក់លាក់ជាយូរអង្វែងនោះទេ 就是我这个肉体， គឺមានន័យថាសម្បកកាយរបស់យើងមួយនេះ 我都会变， សម្បកកាយនេះនៅមានការប្រែប្រួល 你们相信吗？ អញ្ចឹងយើងមានការជឿជាក់អត់ 我以前跟你们一样年轻啊， លោកគ្រូកាលពី30-40ឆ្នាំមុនក៏មានវ័យក្មេងដូចជាញាតិធម៌ទាំងអស់គ្នាអញ្ចឹង 可是现在呢， ប៉ុន្តែឥឡូវនេះ 柬埔寨的小孩子啊， អញ្ចឹងក្មេងៗនៅប្រទេសកម្ពុជា 在佛堂的小孩子， អញ្ចឹងក្មេងៗនៅក្នុងព្រះវិហារ 叫我老爷爷的 អ 阿 ញ្ចឹង 公 ពេលដែល 了， ជួបលោកគ្រូតែងតែហៅលោកគ្រូថាអាកង់ 哎，叫我阿公了，你们 ហៅ 小 អា 的 កង់ 也 ថា 叫 ហៅ 阿 លោក 公 តា 啊 អញ្ចឹងហៅលោកតាមិនក៏ហៅលោកតា 那人会变嘛？ ពីព្រោះថាមនុស្សយើងថាវ័យអាចមានការប្រែប្រួល 可是众生呢， ប៉ុន្តែចំពោះសត្វលោកវិញ 会执着 សត្វលោកគឺមានការប្រកាន់មាំ 眼前呐、 ប្រកាន់មាំនៅអ្វីដែលមាននៅចំពោះមុខ 这个假我， ចំពោះមុខនៅរូបនេះរូបដែលជារូបបណ្ដោះអាសន្នមួយនេះ 因为是假，所以会变。 ពីព្រោះថាវាជារបស់คล้ายคล้ายឬក៏ជារបស់បណ្ដោះអាសន្នអញ្ចឹងវាមានការប្រែប្រួល 我以前啊， ដោយការពីមុន 30多年前啊， ការពី30ប្លាយឆ្នាំមុន 那陈典是ដូចជាឆន្ទទៀនសឿ 跟他的爸爸陈丹祖啊， ការហ្នឹងហូសេដូចជាមួយនឹងប៉ា 小小的 ការហ្នឹងប៉ានាំមកព្រះវិហារហូសេនៅកូនក្មេងតូចនៅឡើយទេ 跟着爸爸来了， ហើយថាតាមខោប៉ាមកហើយ 30多年后， អញ្ចឹង30ឆ្នាំប្លាយ30ប្លាយឆ្នាំក្រោយមក 那现在长得这么高 ឥ 大， ឡូវមានវ័យប៉ុណ្នេះ 那么你们没有看过的， អញ្ចឹងអ្វីដែលយើងមិនធ្លាប់ឃើញ 你们当然不知道。 យើងទាំងអស់គ្នាប្រកាសជាមិនដឹង 所以呢，众生呐、 ដូច្នេះហើយសត្វលោក 执着有形的假 អ 我， ញ្ចឹងប្រកាន់មាំនៅខ្លួនប្រាណដែលជារបស់คล้ายคล้ายរបស់បណ្ដោះអាសន្នមួយនេះ 把假我当作真我， យកនៅខ្លួនប្រាណដែលคล้ายคล้ายដែលបណ្ដោះអាសន្ននេះចាត់ទុកថាជារបស់ពិតយូរអង្វែង 这个就是妄想。 នេះហៅថាគឺជាកគំនិតរវើរវាយ 人有生 មនុស្សយើងមានកើត 100年后， 100ឆ្នាំក្រោយមក 人就有死。 មនុស្សយើងប្រកាសជាមានស្លាប់ 第五组啊， 让你越南组啊，你们相信吗？ អញ្ចឹងជឿអត់ 人有生 មនុស្សយើងមានកើត 就有死 ប្រកាសជាមានស្លាប់ 啊。 ក្រុមទី5ថាគាត់ជឿថាមានកើតមានស្លាប់ 相信人有生就必有老了嘛 អ 啊 ញ្ចឹងចាជឿជាក់ថាមានកើតមានចាស់មានស្លាប់ 那么我们以后不要讲死，人有生必有100年之后。 អញ្ចឹងថ្ងៃក្រោយយើងបដូរទៅថាស្លាប់ហ្នឹងបដូរចេញទៅវិញនិយាយថាមនុស្សយើងមានកើតប្រកាសជាមាន100ឆ្នាំក្រោយមក 加持会 បាទសូមអញ្ជើញ 长 អង្គុយចោលថែម10បន្ទុក 所以呢，人呐、不可能长命一直过下去的。 មនុស្សយើងមិនអាចរស់នៅជានិរន្តរ៍ជាយូរអង្វែងអញ្ចឹងបានរហូតនោះទេ 人有来红尘世界的一天， អញ្ចឹងមនុស្សយើងមានថ្ងៃដែលយើងមកដល់ឋានមនុស្សលោកីនេះ 就有离开红尘世界的一天。 ក៏គង់នឹងមានថ្ងៃណាមួយយើងនឹងឃ្លាតចាក់ចោលពីឋានមនុស្សលោកីនេះ 这个就是定理呀、 នេះគេហៅថាជាសច្ចពិត 可是众生呢， ប៉ុន្តែចំពោះសត្វលោកទាំងឡាយវិញ 来了以后， ក្រោយពេលដែលមកដល់ឋានមនុស្សលោកីនេះ 执 ហើយ 着假我， ក
ក៏ប្រកាន់មាំនៅរូបកាយបណ្ដោះអាសន្នមួយនេះ 想贪图享受 អ 嘛 ញ្ចឹង 哈 ក៏បានលោភលន់នៅការសោយសុខលៀបយួរ 所以刚才啊 ដូចឆ្នាំអំបញ្ញមិញ 不管杜点师、郭点师啊 មិនថាជាទូទាសឿក្តីឬក៏គាត់ទាសឿក្តី 都在开示道义啊，这样包括上的课都讲过了。 អញ្ចឹងក៏បានធ្វើការបកស្រាយអំពីលំនាំស្រាយបំភ្លឺអត្តន័យព្រះធម៌ 那么佛为什么讲这些道 អ 理？ ញ្ចឹងហេតុអ្វីបានជាព្រះពុទ្ធមានពុទ្ធិកានៅអត្តន័យព្រះធម៌ទាំងអស់នេះ 这个智慧要把你启发上来。 អញ្ចឹងព្រះពុទ្ធសម្ដែងនៅបញ្ញាញាណដើម្បីគោះរំលើងបញ្ញាញាណរបស់សត្វលោកឡើង 把这个妄想去除掉， ឲ្យយើងជំរុះចោលនៅគំនិតរវើរវាយរបស់យើងចេញ 纯真的保刻一个真正的良心天理， ឲ្យយើងរក្សាតែចិត្តសទ្ធាចិត្តស្លូតបុត្រចិត្តទៀងត្រង់មនសិការរបស់យើងតែប៉ុណ្ណោះ 让众生 ដើម្បីញ៉ាំងឲ្យសត្វលោក 永保赤子之心， នឹងអាចរក្សាចិត្តជាកូនក្មេងបរិសុទ្ធរហូត 在红尘世界啊 អញ្ចឹងដែលយើងមកដល់ឋានមនុស្សលោកីនេះ 误造业啊， អញ្ចឹងយើងបានសាងនៅបាបកម្មដោយមិនដឹងខ្លួន 当然就没有造罪了嘛， ហើយតើមានសា 就 ងនៅ 误 បាប 造业造罪。 អញ្ចឹងបានសាងនៅបាបកម្មទាំងអស់នេះ 那么，如果大家众生都造业造罪呢？ ហើយប្រសិនបើសត្វលោកទាំងឡាយចេះតែបន្តនៅបាបកម្មកំហុសឆ្គងទាំងអស់នេះតទៅទៀត 你们要坠入到6道生死轮回 អ 路 ញ្。ចឹងថ្ងៃក្រោយទៅប្រកាសជាធ្លាក់ចូលទៅក្នុងផ្លូវជាតិកំណត់ទាំង4ផ្លូវវិលវល់ទាំង6 没有人办法跳出来， អញ្ចឹងតែធ្លាក់ចូលហើយគឺគ្មានមធ្យោបាយនឹងអាចលូតផុតចេញបាននោះឡើយ 所以你们年纪轻轻 ដូច្នេះអ្នកខ្លះមានអ្នកមួយចំនួននៅមានអាยุវ័យក្មេង 能求道， យើងអាចទទួលសំព្រះធម៌បាន 能修道， អាចសាងធម៌បាន 不简单， នេះគឺជារឿងមួយមិនធម្មតានោះឡើយ 都有根基祖德佛眼来的。 គឺយើងសុទ្ធតែមានតែដោយឬគោគុណបនដូនតានិងនិស័យព្រះទើបអាចមកដល់ទីនេះបាន 而且又到现在都是开湾办办的人才， ហើយថ្ងៃនេះផងដែរក៏បានធ្វើជាអ្នកជំនួយការនៅក្នុងកិច្ចការត្រួសត្រាយព្រះធម៌បានទៀត 林班、林志，帮点是秀出韩湘子的道相啊哈。我们有一位八仙呐、称为韩湘子、韩大仙呐、 អញ្ចឹងនៅក្នុងចំណោមទេវតា8អង្គមានទេវតាមួយអង្គមានព្រះនាមថាហានសៀងជឺ 那么我们柬埔寨人呢， ហើយនៅប្រទេសកម្ពុជាយើង 有没有看过这些古老中国仙子的故事呢？ យើងមានធ្លាប់មើលសៀវភៅឬក៏ធ្លាប់មើលរឿងពាក់ព័ន្ធទៅនឹងទេវតាឬក៏អង្គព្រះទេ 有没有？ មានអត់有有啊电视上有电视上也有做，有是中国的是不是？是哦，有看过的请站。 ហើយអ្នកដែលធ្លាប់មើលរឿងរបស់ហានសៀងជឺសូមលើកដៃឬក៏អង្គព្រះទេវតាសូមលើកដៃមានអត់ 请站 សូមក្រោកឈរអូខេសូមក្រោកឈរ 还不少啊。来，请站算算看，领班。 លីងបានរាប់ដាក់បន្ទុក 站3个加3分，站5个加5分。来，请坐了。 បាទសូមជើញអង្គុយចុះ 算好 វិញ 了吗？等一下，等一下，站好，你们领班算一下。 លីងបានរាប់ស្រួលបួសិន 那么韩湘子啊， អញ្ចឹងទេវតាហានសៀងជឺ 18岁 អាយុ18ឆ្នាំ 立志修道， ក៏បានតាំងឆន្ទៈសាងបដិបត្តិធម៌ 甚至的出家修道。 ហើយក៏បានចេញសាងភ្នោះផងដែរ 他的老师嘛 អ，ញ្ចឹងគ្រូរបស់ទេវតាមួយអង្គនេះ 钟离祖师啊。 គឺព្រះបរមគ្រូចុងលី 那为什么他要出家修道？ ហេតុអ្វីបានជាហានសៀងជឺចេញសាងភ្នោះមកសាងធម៌ 18岁而已呢。 អាយុ18ឆ្នាំទេ 在这要清楚，18岁而已。 ទៅតែអាយុ18ឆ្នាំទេមានបំណងចេញសាងភ្នោះមកសាងធម៌ 算好了，请坐。 សូមអញ្ជើញអង្គុយចុះ 好，那么因为从小没有爸爸妈妈， គឺដោយសារតែកាលពីនៅវ័យក្មេងមិនមានឪពុកម្ដាយ 人生的开始啊， អញ្ចឹងការចាប់ផ្ដើមនៃឆាកជីវិតរបស់មនុស្ស 就开始苦了嘛。 ចាប់ផ្ដើមមកភ្លាមគឺថាកោតទុកភ្លាមតែម្ដង 别人有爸爸妈妈， ហើយអ្នកដតីមានឪពុកមានម្ដាយ 为什么我没有呢？ មិនក៏ហានសៀងជឺកើតមកអត់មានឪពុកអត់មានម្ដាយ 所以有因果， នេះគឺដោយសារតែមានកម្មផល 他也体认呐、 អញ្ចឹងគឺថាព្រះអង្គក៏មានការយល់ដឹង 人生有苦啊， មនុស្សឆាកជីវិតរបស់មនុស្សពោរពេញទៅដោយសេចក្តីទុក្ខ 生啊苦啊， ហើយកើតមកគឺជាទុក្ខ
我来了红尘世界， អញ្ចឹងពេលដែលខ្ញុំកើតមកលើឋានមនុស្សលោកីនេះ 小了就没有爸爸妈妈了， កាលពីនៅតូចគឺថាអត់មានឪពុកម្ដាយទៅហើយ 由他的叔叔养长大。 អញ្ចឹងគឺដោយមានពូជាអ្នកចិញ្ចឹមបីបាច់ 叔叔是一个做大官的人， អញ្ចឹងពូរបស់ហានសាំងជឿនេះគឺជាមន្ត្រីមួយរូប 他希望这个孙这个侄子啊， អញ្ចឹងសង្ឃឹមថាក្មួយមួយរូបនេះ 也要跟我一样读书做大官。 សង្ឃឹមថាក្មួយមួយរូបនេះធំឡើងថាអាចសិក្សារៀនសូត្រថ្ងៃក្រោយប្រឡងធ្វើជាមហាមន្ត្រី 但是韩湘子呢， ប៉ុន្តែថាទេវតាហានសាំងជឿ 他有修道的根基呀、 អញ្ចឹងដោយសារតែមានឫសគល់នៃការសាងបដិបត្តិព្រះធម៌ 他看了很多善书， អញ្ចឹងក៏បានមើលនៅគម្ពីរធម៌ជាច្រើន 明白了 ក៏បានយល់ដឹង 人生苦短呐、 អញ្ចឹងយល់ដឹងថាឆាកជីវិតរបស់មនុស្សថាមានសេចក្តីទុក្ខជាច្រើន 他就感受到了嘛 អ。ញ្ចឹងក៏ទទួលដឹងដោយអារម្មណ៍ 我从小没有爸爸妈妈 ពី 嘛， ព្រោះថាកាលពីនៅវ័យតូចគឺថាអត់មានឪពុកម្ដាយទៅហើយ 所以是苦嘛。 ដូច្នេះនេះគឺជាទុក្ខមួយ 这个人生呢， អញ្ចឹងឆាកជីវិតរបស់មនុស្សយើង 不是每一个人都长命百岁啊。 មិនមែនមនុស្សយើងមនុស្សគ្រប់គ្នាសិតតែមានអាយុ100ឆ្នាំដូចគ្នានោះទេ 我爸爸年轻，妈妈年轻就不在了， អញ្ចឹងខ្ញុំនៅវ័យតូចគឺថាឪពុកម្ដាយក៏បានលាចាកលោកបាត់ទៅហើយ 所以他认识体认了 ដូច្នេះគឺថាទេវតាមួយអង្គនេះក៏បានយល់ដឹងយល់ជ្រួតជ្រាបដឹងថា 人生是短暂 អញ្ 的。 ចឹងឆាកជីវិតរបស់មនុស្សយើងមានឆាកជីវិតដ៏ខ្លី 所以小小的年纪，小小的人就想啊， ដូច្នេះគ្រាន់តែនៅវ័យក្មេងនេះក៏ចេះគិត 人生真是苦短， អញ្ចឹងឆាកជីវិតរបស់មនុស្សយើងគឺមានតែដោយសេចក្តីទុក្ខ 所以他立志了， ដូច្នេះហើយព្រះអង្គក៏បានតាំងឆន្ទៈ 立下目标， ក៏បានតាំងនៅគោលដៅ 我要修道， ខ្ញុំត្រូវមកសាងធម៌ 唯有修道， មានតែការសាងធម៌នេះទេ 才能离苦得乐， ទើបអាចរួចចេញផុតពីសេចក្តីទុក្ខទទួលបាននូវសេចក្តី 才 សុខ 能跳出六道轮回 ហើយ 路。 ក៏អាចរួចចាក់ផុតពីផ្លូវវល់វល់កើតស្លាប់ទាំង6ផងដែរ 那如果不这样做， ប្រសិនបើមិនធ្វើយ៉ាងដូចនេះទេ 我虽然读了书， ត្បិតតែខ្ញុំបានរៀននៅរៀនជាសិនសូត្របានច្រើនតែប៉ុណ្ណែន 做了大官， ធ្វើជាមន្ត្រីក៏ដោយ 将来有一天， អញ្ចឹងថ្ងៃអនាគតទៅគង់នឹងមានថ្ងៃណាមួយ 就你们开示道义讲的， ដោយដែលនៅក្នុងលំនាំស្រ័យបំភ្លឺអត្តន័យព្រះធម៌យើងបាននិយាយអញ្ចឹង 人 មនុស្សយើង 为了享受， ដើម្បីតែការសោយសុខ 往往坠入酒色财气呀、 អញ្ចឹងដើម្បីតែសោយសុខជារឿយតែងតែធ្លាក់នៅក្នុងស្រីស្រាលបែងកំហឹង 往往坠入七情六欲。 ហើយជារឿយតែងតែធ្លាក់ទៅក្នុងមនោសញ្ចេតនា7និងចំណងទាំង6 到时候呢， អញ្ចឹងដល់ពេលនោះ 我还是呢 អញ្ចឹងយើងនៅតែ 一样的苦 នៅតែរងនៅសេចក្តីទុក្ខនេះដល់ដែរ 啊，不但苦， ហើយមិនត្រឹមតែមានទុក្ខតែប៉ុណ្្នឹងទេ 100年之后 100ឆ្នាំក្រោយមកទៀត 我还要轮回嘛。 យើងនៅតែបន្តការវិលវល់ដល់ដែរ 刚才杜经理啊， ហើយបាយមិញអ្នកគ្រូឧជាចារ្យទូបានលើកឡើងមកហើយ 那你们用纸擦手指啊，擦地板嘛。 ឲ្យយើងយកกระดาษជូតមាត់មកជូតឥដ្ឋការ៉ូ 人轮回久了， គឺបើចង់សបង្ហាញថាមនុស្សយើងពេលដែលវិលវល់យូរហើយ 造了很多的业， បានសាងនៅកម្មជាច្រើន 这个业啊， អញ្ចឹងកម្មមួយនេះ 好像脏的东西， គឺបីដូចជារបស់ដែលកខ្វក់កក្រិច 污染你的心呐、 អញ្ចឹងធ្វើឲ្យប្រឡូកប្រឡាក់នៅចិត្តធម៌របស់យើង 本来心是清白 អ 的 ញ្、ចឹងដើមឡើយចិត្តរបស់យើងគឺជាចិត្តដែលបរិសុទ្ធ 纯洁的， គឺជាចិត្តដែលបរិសុទ្ធមុតមង 可是来红尘世界 ប៉ុន្តែក្រោយពេលដែលយើងមកដល់ឋានមនុស្សលោកីនេះហើយ 啊被污染了， ក៏ត្រូវប្រឡូកប្រឡាក់ 酒色财气， ប្រឡូកប្រឡាក់ទៅដោយស្រីស្រារូបសម្ផស្សលបែងកំហឹង 在座都清口 អ 了 ញ្，ចឹងនៅទាំងអស់គ្នានៅទីនេះសិតតែបានសម្អាតមាត់រួចហើយ 我们当然不喝酒啊。 យើងទាំងអស់គ្នាមិនពិសាសុរាទេ 那么仙火呢？ ប៉ុន្តែអង្គព្រះ 为什么在佛规里面呢？ មិនក៏នៅក្នុងវិន័យព្រះ 规定不能喝酒， កំណត់ថាយើងមិនឲ្យអ្នកសាងធម៌នឹងផឹកស្រា 那么一喝酒呢， ពីព្រោះថាពេលដែលផឹកស្រា 酒乱性。 ពីព្រោះថាផឹកស្រាធ្វើឲ្យវង្វេង 酒虽然不是荤的东西， ត្បិតតែស្រាមិនមែនជាម្ហូបចង្អាបតែប៉ាត់មែន 可以乱性， ប៉ុន្តែធ្វើឲ្យញៀនយើងវង្វេងបាន 喝多了。 ពេលដែលយើងផឹកច្រើនទៅ 本来我服装整齐， ដើមឡើយយើងមានឯកសណ្ឋានស្លៀកពាក់ត្រឹមត្រូវរៀបរយល្អ 喝醉酒了， ពេលដែលស្រវឹងស្រា 这个服装不整齐了，歪来歪去的 អ。ញ្ចឹងថាឯកសណ្ឋានរបស់យើងគឺមានការមិនរៀបរយនោះទេ
本来衣服穿好好的， ដើមឡើយថាពាក់អាស្លៀកពាក់អាវសម្លៀកបំពាក់ឡើងស្រួលបួរ 酒醉了， ពេលដែលសុបរវងស្រា 衣服脱掉了， គឺថាអណូកូក៏មានដែរ 这个上身赤裸了。 អញ្ចឹងថាអណូកូស្រាតឲ្យចោលអស់រលីង 我本来是很好的一个外相， ហើយដើមឡើយមានរូបសម្បត្តិរូបលក្ខណៈដែលមើលទៅល្អសមសួនល្អ 喝醉了， ពេលដែលស្រវឹងស្រា 胡言乱语， អញ្ចឹងគឺថាចេះតែនិយាយពាក្យផ្ដេសផ្ដាស់ 甚至跟人家吵架。 ឬក៏ទៅឆ្លោះប្រកែកជាមួយនឹងអ្នកដទៃ 因为酒精呐、 ពីព្រោះថាជាតិអាល់កុល 使人乱性，乱 ធ្វើ 性。 ឲ្យអារម្មណ៍របស់យើងខួរក្បាលរបស់យើងវង្វេងវង្វាន់ 可是呢， ប៉ុន្តែ 红尘世界的人呐、 មនុស្សយើងនៅឋានលោកីយ៍នេះ 哪一个不喝酒？ តើមានបុគ្គលណាដែលមិនផឹកស្រា 唯有修道人 មានតែអ្នកសាងធម៌ទេ 知道 ដឹងថា 他是乱性， ដឹងថាស្រានឹងធ្វើឲ្យវង្វេងនៅសតិ 是不好的。 គឺជារបស់មិនល្អទេ 所以我们修道 ដូច្នេះយើងជាអ្នកសាងធម៌ 亲口啊， យើងសម្អាតមាត់ 戒酒不喝， យើងតមស្រាមិនផឹកស្រាទេ 叫做滴酒一滴酒都不能喝。 មានន័យថាស្រាមួយដំណក់ក៏មិនទទួលទានផងដែរ 那么色啊， ហើយបន្តមកទៀតរូបសម្ផស្ស 什么叫做色？ អ្វីទៅហៅថារូបសម្ផស្ស 一切有形象啊， អញ្ចឹងរបស់ក៏ដោយអ្វីក៏ដោយឲ្យតែមានរូបមានរាង 都是色， សិតតែជារូបសម្ផស្ស 包括男女啊， បូករួមទាំងប្រុសបូករួមទាំងស្រី 这个感情啊， មโนសេចក្តីចេតនានេះ 这个就是色。 នេះហៅថារូបសម្ផស្ស 男女感情啊， មโนសេចក្តីចេតនារវាងមនុស្សប្រុសនិងមនុស្សស្រី 如果结为夫妻啊， ប្រសិនបើបានចំណងធ្វើជាប្តីប្រពន្ធនឹងគ្នា 那是正当的。 នោះគេហៅថាគឺស្របតាមផ្លូវច្បាប់ស្របតាមផ្លូវធម៌ 如果不是夫妻关系， ប៉ុន្តែក្រៅពីទំនាក់ទំនងរវាងប្តីនិងប្រពន្ធ 那么我们这个感情啊， អញ្ចឹងមโนសេចក្តីចេតនាក្រៅពីប្តីនិងប្រពន្ធនេះ 就不能做了， มันអាចមាននោះឡើយមិនត្រូវមាន 要 នោះឡើយ 断除啊。 យើងត្រូវតែកាត់ផ្ដាច់ចេញ 所以我们在座年轻的同修啊， ដូច្នេះនៅទីនេះមួយចំនួនមានជាញាតិធម៌ដែលមានវ័យក្មេង 南美呢， គឺថាជឿមិនផុតឡើយ 男女交往的朋 អ 友 ញ្ចឹងនៅពេលដែលយើងមានទំនាក់ទំនងរវាងមិត្តភ័ក្តិរបស់យើង 在道场， នៅក្នុងធម្មឋាន 我们有男女界限亲呐、 អញ្ចឹងបុរសនិងនារីគឺថាមានដែនកំណត់ច្បាស់លាស់ 男生前道有前道的规吧， អញ្ចឹងផ្នែកខាងបុរសមានវិន័យរបស់ផ្នែកខាងបុរស 我们穿的衣服啊， អញ្ចឹងសម្លៀកបំពាក់ឯកសណ្ឋានដែល 我 យើង 们 ស្លៀក 穿 ពា 的 ក់ 裤子啊， ឬក៏ខោដែលយើងស្លៀកនេះ 这是我们前道的服装、啊。 នេះគឺជាឯកសណ្ឋានរបស់ផ្នែកខាងបុរស 那么坤道啊， ហើយឯផ្នែកខាងនារីវិញ 一样有坤道的服 អ 装 ញ្。ចឹងមានឯកសណ្ឋានរបស់ផ្នែកខាងនារី 那坤道有坤道服装，前道有前道的服装。 អញ្ចឹងបុរសមានឯកសណ្ឋានរបស់បុរសនារីមានឯកសណ្ឋានរបស់នារី 我们讲话 អញ្ចឹងការនិយាយស្ដី 要保持一个距离 អ 啊， ញ្ចឹងយើងរក្សានៅគម្លាត 不能随随便便。 យើងមិនអាចចេះតែនិយាយបាច់ឲ្យរួចពីមាត់នោះទេ 当然在带动活动啊， ដូចគ្នាផងដែរនៅពេលដែលយើងដឹកនាំកម្មវិធីណាមួយ 是高兴， ពេលដែលយើងសប្បាយចិត្ត 大家很高兴， យើងសប្បាយចិត្ត 很兴奋， មានបរិយាកាសល្អ 那是带动活动。 ហ្នឹងពេលដែលយើងដឹកនាំនៅកម្មវិធី 活动完了， ពេលដែលចប់នៅកម្មវិធីទាំងអស់នេះ 要恢复正常秩序 អ。ញ្ចឹងយើងត្រូវតែវិលត្រឡប់មករកសណ្ដាប់ធ្នាប់ធម្មតាវិញ 所以一切人世间呐、 អញ្ចឹងគឺថារាល់កិច្ចការទាំងឡាយលើថាមនុស្សលោកីនេះ 贪色着相， អញ្ចឹងការដែលយើងប្រកាន់មាំនៅកិច្ចការណាមួយឬក៏ប្រកាន់មាំនៅរូបសម្ផស្សណាមួយ 钱财是色，钱财也是色。 ហើយទ្រព្យសម្បត្តិហ្នឹងក៏យើងចាត់ទុកថាជារូបសម្ផស្សផងដែរ 每个人都喜欢钱， មនុស្សយើងម្នាក់ៗនរណាគេក៏ស្រឡាញ់លុយដែរ 赚钱没有错， អញ្ចឹងការដែលយើងទៅរកលុយគឺអត់មានខុសឆ្គងអ្វីទេ 有钱也不是有罪。 ហើយមានលុយក៏មិនមែនជាកំហុសអ្វីនោះដែរ 但是啊， ប៉ុន្តែ 圣人讲， ព្រះអរិយបុគ្គលព្រះអង្គមានបន្ទូលថា 君子爱 អ 财， គ្គបុគ្គលស្រឡាញ់ទ្រព្យ 取之有道。 ទៅយកវាដោយមានទៅដោយធម៌ 各位很多啊， អញ្ចឹងយើងទាំងអស់គ្នានៅទីនេះមានចំនួនច្រើន 上班 ទៅធ្វើការ 做生意 ទៅរកស៊ី 赚钱嘛， ក៏ចំណេញលុយ 应该的。 គឺថាទៅរកលុយចំណេញលុយអត់មានអីខុសទាស់ទេ 但是我们不能骗人 ប៉ុន្តែយើងកុំទៅបោកកុំទៅកុហកអ្នកដទៃ 啊，不因为不义之财 ហើ
ហើយក៏គុំដោយសារតែយើងបានទ្របដែលមិនបានមកដោយសក់ទៅតាមផ្លូវធម៌ 就拿了 យើងក៏យកទ្របទាំងអស់នោះ 这个不能做 យើងមិនត្រូវធ្វើរឿងទាំងអស់នេះនោះទេ 这个大家要小 អ 心 ញ្ចឹងមួយប្រការនេះយើងត្រូវតែមានការប្រុងប្រយ័ត្ន 因为这个全世界 ពីព្រោះថានៅទូទាំងសកលលោកនេះ 你们都知道嘛 យើងទាំងអស់គ្នាមើលដឹងទាំងអស់គ្នា 很多的 AI 假讯息假消息很多 មាននៅព័ត៌មានคล้ายមាននៅព័ត៌មានខួរក្បាលសិប្បនិមិត្ត AI ជាច្រើនបន្លំចូលគ្នា 你们的手机一拿上来 អញ្ចឹងទូរស័ព្ទរបស់យើងគ្រាន់តែយើងយកវាចេញមក 也不要随随便便 ហើយយើងក៏កុំចេះតែ 被里面的内容骗了 ត្រូវព័ត៌មាននៅក្នុងទូរស័ព្ទហ្នឹងបំពួកយើងបានឲ្យសោះ 要谨慎要小 អ 心 ញ្ចឹងយើងត្រូវតែមានការប្រឹកព្រៀងប្រុងប្រយ័ត្ន 也因为呢 ក៏ដោយសារតែ 众生 សត្វលោកទាំងឡាយ 贪钱财 ល្មោបនឹងទ្រព្យសម្បត្តិ 贪这个色这个就是色 ទ្រព្យសម្បត្តិនេះក៏ចាត់ទុកថារូបសម្ផស្សផងដែរ 财呢 ទ្រព្យនេះ 大家喜欢吗 នរណាគេក៏ស្រឡាញ់ 酒色财嘛财大家喜欢嘛 អញ្ចឹងគឺថាទ្រព្យនេះនរណាគេក៏ស្រឡាញ់ដែរ 所以大家要注意 ដូច្នេះយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន 酒色财气一个气 បន្តមកទៀតកំហឹង 就是七情六欲的气 កំហឹងនេះគឺស្ថិតនៅក្នុងមโนសញ្ចេតនា7និងចំណង6 你有情绪 យើងមាននៅអារម្មណ៍ 你高兴 ពេលដែលយើងសប្បាយចិត្ត 叫做喜呀 នោះហៅថាសប្បាយ 要怒你生气 ពាក្យទី2គឺថានោះមានថាខឹង 那么有时候很悲伤 មានពេលខ្លះទៅយើងកើតទុក្ខ 有时候哀伤 ពេលខ្លះទៅយើងមានភាពទុក្ខសោក 也有快乐的时候 ហើយក៏មានពេលខ្លះទៅដែលយើងសប្បាយរីករាយផងដែរ 好那个人写的昨天有人问吗 ហើយកាលពីម្សិលមិញមានញាតិធម៌យើងបានសួរ 什么叫七情六欲 អ្វីទៅហៅថាមโนសញ្ចេតនា7ចំណង 七情者 6ពាក្យថាមโนសញ្ចេតនា7 喜怒哀乐 មានសប្បាយមានខឹងមានទុក្ខសោកមានរីករាយ 爱乐欲 ស្រឡាញ់ 人嘛 ចិត្ត 刚才讲的是酒色财气呀 មកអបាយមិញលោកគ្រូបានលើកឡើងមកហើយមនុស្សយើងមានតែដោយស្រាលរូបសម្ផស្សទ្រព្យនិងកំហឹង 这七种情绪就是气 អញ្ចឹងមโนសញ្ចេតនា7នេះគឺចាត់ទៅក្នុង 酒 កំហឹ 色 ងនេះផង 财 ដែរ 气不是喜怒哀乐爱仁爱的爱乐快乐的乐欲望的欲爱乐欲 អៃអ៊ូអ៊ី 爱物欲不是那么人都是有这个七情 អញ្ចឹងមនុស្សយើងគឺមានតែដោយមโนសញ្ចេតនា7នេះ 凡人嘛 ដោយសារតែជាមនុស្សសាមញ្ញទូទៅ 高兴的时候 ពេលដែលសប្បាយចិត្ត 喜嘛 សប្បាយហៅថាសប្បាយទី1សប្បាយ 大家心情好开声笑他笑得很开 អ 心 ញ្ចឹងសប្បាយយើងមានចិត្តល្អយើងមានសប្បាយហើយយើងក៏សោយសប្បាយ 遇到不如意的事 យើងជួបនៅកិច្ចការណាមួយដែលមិនសមប្រកបតាមចិត្តបំណង 或是被侮辱的事 ឬក៏ត្រូវមានការប្រមាថពីអ្នកដទៃ 或是被骂了 ឬក៏ត្រូវគេជេរស្ដីថាឲ្យ 你就怒了生气了 ក៏ចាប់ដើមចូលទី2ហៅថាខឹង 那么哀 បន្តមកទៀតទុក្ខសោក 有亲人呢 អញ្ចឹងមានសាច់ញាតិ 生病了 កើតនៅជំងឺ 那么很急呀 អញ្ចឹងយើងមានភាពតក់ក្រហល់នៅក្នុងចិត្តយ៉ាងខ្លាំង 或是入了院 អញ្ចឹងចូលទៅក្នុងមន្ទីរពេទ្យ 我们也会着急呀 អញ្ចឹងសាច់ញាតិតែងតែមានការតក់ក្រហល់ 有个着急呀 ក៏ដោយសារតែភាពតក់ក្រហល់នេះ 比较哀痛的心 អញ្ចឹងគឺនោះគឺជាអាรมណ៍ទុក្ខសោក 甚至有的家人不在了 ហើយឬក៏អ្នកខ្លះទៀតគឺថាអ្នកផ្ទះរបស់គាត់ហ្នឹងបានលាចាកលោក 离开人世了 បានលាចាកពីលក្ខថាមនុស្សលោកីនេះ 我们有这个悲哀的情 អញ្ចឹង 绪 យើងកើតនៅអារម្មណ៍មួយហៅថាអារម្មណ៍ទុក្ខសោក 乐快乐嘛 ទី4គឺរីករាយ 大家过年 អញ្ចឹងពេលដែលចូលឆ្នាំម្ដង很快乐一件事 គឺជារឿងមួយដែលយើងសប្បាយរីករាយ 上班的人呢 ហើយអ្នកដែលធ្វើការ 领到老板给的工钱 អញ្ចឹងក៏ទទួលបានប្រាក់កម្រៃពេលចូលឆ្នាំផងដែរ 很高兴 យើងក៏សប្បាយចិត្ត 这个都是快乐的事嘛 នេះគឺជាកិច្ចការដែលរីករាយ 爱呀 បន្តមកទៀតស្រឡាញ់ 父母对我们有爱 អញ្ចឹងឪពុកម្ដាយមានក្តីស្រឡាញ់ចំពោះយើងទាំងអស់គ្នា 可是呢 ប៉ុន្តែ 有时候溺爱 មានពេលខ្លះទៅស្រឡាញ់ជ្រុល 太爱了 មានថាស្រឡាញ់ពេក 没有教育他 មិនបានធ្វើការអប់រំដល់កូន 没有教育归顺
应该做、不应该做的 មិន 事。 បានអប់រំថារឿងណាគួរធ្វើរឿងណាមិនគួរធ្វើ 这个恋爱了， អញ្ចឹងការស្រឡាញ់ជ្រុលនេះ 朋友也要爱呀、 រវាងមិត្តភ័ក្តិនិងមិត្តភ័ក្តិក៏មានក្តីស្រឡាញ់ដែរ 不管男女朋友啊， មិនថាជាក្តីស្រឡាញ់រវាងមនុស្សប្រុសមនុស្សស្រីឬក៏មិត្តប្រុសមិត្តស្រីទេ 哎，都有爱， គឺសុទ្ធតែមានក្តីស្រឡាញ់ 这人的基本性啊。 នេះគឺជាអារម្មណ៍របស់មនុស្សសាមញ្ញទូទៅ 哦啊，再来， បន្តមកទៀត 哦悟， អ 所以 ស្អប់ 哦，所以人也有这一种心嘛， មនុស្សយើងក៏មាននៅអារម្មណ៍មួយនេះ 哦，这爱恶乐这个心呐、 អញ្ចឹងគឺថាមានទាំងស្រឡាញ់មានទាំងស្អប់អញ្ចឹងមានទាំងអារម្មណ៍ទាំងអស់នេះ 那么这种七情呐、 អញ្ចឹងអារម្មណ៍ទាំង7នេះ 人人皆有， មនុស្សយើងសុទ្ធតែមានគ្រប់គ្នា 所以呢， ដូច្នេះហើយ 韩湘子知道， ដូច្នេះហើយថាទេវតាហានសាំងជើព្រះអង្គដឹងថា 我如果 ប្រសិនបើខ្លួនខ្ញុំផ្ទាល់នេះ 没有放弃红尘啊， មិនបានដាក់ចោះនៅឋានលោកីនេះទេ 那我将来 អញ្ចឹងខ្ញុំនៅពេលថ្ងៃអនាគត 一定会被七情所牵呐、 អញ្ចឹងនឹងត្រូវញ៉ាំងឲ្យមនោសញ្ចេតនានេះដឹកមុខជាក់ជាមិនខាន 哦，那么呢，可是呢，叔叔养育我有恩呐、 ប៉ុន្តែខ្ពូរបស់ខ្ញុំនេះចិញ្ចឹមបីក្បាច់ខ្ញុំអញ្ចឹងគឺថាមានគុណចំពោះខ្ញុំ 他有立下一个目标， អញ្ចឹងគឺថាគាត់ក៏បានតាំងនៅឆន្ទៈមួយ 我一定要报答叔叔养育之 អ 恩 ញ្。ចឹងក៏បានតាំងនៅគោលដៅមួយថាទៅតែតបស្នងគុណពូដែលបានចិញ្ចឹមបីបាច់ 怎么报答？ អញ្ចឹងតបស្នងគុណយ៉ាងម៉េច 我认真读书 អ，ញ្ចឹងខ្ញុំខិតខំសិក្សារៀនសូត្រ 我参加考试， ខ្ញុំចូលរួមការប្រឡង 结果他考了及格了。 ហើយក៏ប្រឡងជាប់ជាមន្ត្រី 虽然不是很好的名字啊，前面的名字，但是他考上了。 ត្បិតតែមិនអាចប្រឡងជាប់ជាមហាមន្ត្រីមែនប៉ុន្តែក៏ប្រឡងជាប់ជាឈ្មោះជាមន្ត្រីផងដែរ 他可以去做官， ហើយលោកអាចធ្វើជាមន្ត្រីបាន 但是呢， ប៉ុន្តែ 他要做官，他放弃了 ហើយក៏បានបោះបង់ចោលនៅឱកាសធ្វើជាមន្ត្រី 啊。他叔叔啊 អញ្ចឹងពូរបស់គាត់ 很生气 ក៏មានការខឹងយ៉ាងខ្លាំង 啊，他跪下求谢谢叔叔啊， ហើយក៏គាត់ក៏បានលុតជង្គង់ចុះហើយក៏អរគុណចំពោះពូ 从小把我养育长 ដែល 大。 ពូនេះបានចិញ្ចឹមបីបាច់គាត់តាំងពីនៅវ័យក្មេងរហូតមកដល់ធំដឹងក្តី 你希望我读书考上啊做官的路啊， ហើយថាពូសង្ឃឹមថាខ្ញុំនឹងខិតខំសិក្សារៀនសូត្រហើយប្រឡងជាប់ជាមន្ត្រី 我做到了， ឥឡូវនេះខ្ញុំធ្វើបានហើយ 报答你的恩情 អ。ញ្ចឹងខ្ញុំក៏បានតបស្នងគុណពូផងដែរ 但是叔叔啊， ប៉ុន្តែលោកពូ 我也看破红尘了， ខ្ញុំក៏បានមើលធ្លុះនៅលោកីនេះផងដែរ 人被七情所牵着走。 អញ្ចឹងមនុស្សយើងជាធម្មតាតែងតែត្រូវមនោសញ្ចេតនានេះដឹកមុខទៅហើយ 我不要， អញ្ចឹងខ្ញុំមិនចង់អញ្ចឹងនោះទេ 我要放弃， អញ្ចឹងខ្ញុំត្រូវដាក់ចុះ 我要修道去 ខ្ញុំចូលត្រូវតែដើរក្នុងផ្លូវសាងធម៌ 啊！这个叫韩湘子嘛， នេះគឺឆន្ទៈរបស់ហានសាំងជឺ 还没有 Google 出来 យកយក 有啊啊！各位可以看一看， អញ្ចឹងយើងមើល 他是一个仙子啊。 អញ្ចឹងគឺជាទេវតាមួយអង្គ 我们古老的中国 អញ្ចឹងប្រទេសចិនកាលពីបុរាណ 啊，成仙叫韩湘子大仙， អញ្ចឹងព្រះអង្គក៏បានសាងសម្រាប់ជាមហាទេពឬក៏យើងហៅថាជាទេវតា 从18岁 អញ្ចឹងចាប់តាំងពីអាយុ18ឆ្នាំ 啊立志修道， ក៏បានតាំងឆន្ទៈសាងធម៌ 所以因为他明白道理嘛， ក៏ដោយសារតែបានយល់អំពីអត្តន័យព្រះធម៌មួយនេះ 所以呢， ដូច្នេះហើយ 放弃红尘世界 ក៏បានដាក់ចុះនៅអ្វីៗទាំងឡាយនៅឋានមនុស្សលោកីនេះ 啊，最后呢， ហើយចុងក្រោយ 修成道， ក៏បានសាងសម្រេចត្រាស់ដឹងនៅព្រះធម៌ 成了大仙， ក៏បានសាងសម្រេចជាមហាទេព 脱离了苦海， ហើយក៏បានរួចចាក់ផុតពីសមុទ្រទុក្ខ 到现在 រហូតមកដល់ពេលបច្ចុប្បន្ននេះ 啊，世间的人 អញ្ចឹងមនុស្សនៅឋានលោកីនេះ 啊都来朝拜 អ 他 ញ្ចឹងគឺថាតែងតែថ្វាយបង្គំសំពះព្រះអង្គផងដែរ 啊，在台湾啊 អញ្ចឹងនៅខាងតៃវ៉ាន់ 有8仙的庙 គឺមានវិហារវត្តវិហាររបស់ទេវតា8 在 អង្គ 拜他， អញ្ចឹងគឺថាគោរពថ្វាយបង្គំព្រះអង្គ 所以呢， ដូច្នេះហើយ 也是恭喜在座的各 អ 位 ញ្ចឹងលោកគ្រូសូមអបអរសាទរចំពោះញាតិធម៌ដែលមានវត្តមាននៅទី 你 នេះ 要看清楚呢 អ。ញ្ចឹងយើងត្រូវតែមើលឲ្យបានច្បាស់លាស់ 今天我们得到修道， ថ្ងៃនេះដែលយើងបានមកទទួលធម៌ហើយបានមកសាងធម៌ 其目的啊， អញ្ចឹងគោលបំណងរបស់យើង 跟韩大仙一样， គឺដូចទៅនឹងមហាទេពហានសាំងជានេះអញ្ចឹងផងដែរ 不要执着， យើងគុំប្រកាន់មាំ 不要看到
ហើយយើងក៏មើលឃើញ 有钱的， ពេលដែលមានលុយ 有形象的， អ្វីដែលមានរូប 有 មានរាង 利益的 ឬក៏អ្វីដែលជាផលប្រយោជន៍ 虽然很迷惑， ត្បិតតែយើងមានភាពវង្វេងវង្វាន់ 很喜欢， យើងចូលចិត្តរបស់ទាំងអស់ហ្នឹង 但是呢， ប៉ុន្តែ 不永久。 របស់ទាំងអស់ហ្នឹងមិនថិតថេរយូរអង្វែងនោះឡើយ 哦，所以大家要清楚， ដូច្នេះយើងទាំងអស់គ្នាត្រូវតែយល់ឲ្យបាន 众 ច្បាស់ 生 លាស់ 在红尘世界被七情牵住了， អញ្ចឹងសត្វលោកនេះរាល់ថ្ងៃត្រូវមនោសញ្ចេតនាទាំង7នេះដឹកមុខហើយជារៀងរាល់ថ្ងៃ 跳不出轮回路， ដូច្នេះហើយមិនអាចលោតផុតចេញពីផ្លូវវិលវល់ការស្លាប់នេះបានឡើយ 加上酒色财气啊， បូករួមទាំងស្រាបូករួមទាំងរូបសម្ផស្សកំហឹង 好像一个牢笼把你关进去啊， អញ្ចឹងកាលេសទាំងអស់នេះគឺបីដូចជាទ្រង់មួយដាក់យើងក្នុងនឹងជាប់ 没有解脱的一天。 អញ្ចឹងគ្មានថ្ងៃណាមួយនឹងអាចរួចផុតចេញបាននោះឡើយ 所以告诉各位， ដូច្នេះនៅទីនេះគឺថាជំរាបប្រាប់ដល់ 你 យើង 们 ទាំងអស់ 年 គ្នា 纪轻轻 យើងនៅមានវ័យក្មេង 就知道 យើងក៏ដឹងដែរ 要来修道， ក៏ដឹងថាមកសាងបដិបត្តិព្រះធម៌ 要来办老母的事。 មកជួយនៅកិច្ចការរបស់ព្រះមេដាត្រៃភព 你们做的事啊， អញ្ចឹងកិច្ចការដែលយើងធ្វើមួយនេះ 就像韩大仙一样。 គឺបីដូចទៅនឹងជាហានសៀងជឿអញ្ចឹង 那么韩大仙呢， អញ្ចឹងមហាទេពហានសៀងជឿនេះ 到现在 រហូតមកដល់ពេលបច្ចុប្បន្ន 将近1500年了， អញ្ចឹងប្រហែលជា1500ផ្លាយឆ្នាំមុន 大家还在拜。 អញ្ចឹងមកដល់ពេលនេះយើងនៅតែបន្តគោរពថ្វាយបង្គំព្រះអង្គដដែល 在古老的中国， នៅប្រទេសចិនកាលពីបុរាណ 现在的台湾， ព្រមទាំងបច្ចុប្បន្ននៅខាងតៃវ៉ាន់ 大家也在拜。 អញ្ចឹងថាមានប្រជាជនជាច្រើនថាថ្វាយបង្គំទេវតាហានសៀងជឿ 那么你们想想看 អញ្，ចឹងយើងទាំងអស់គ្នាខ្សាក់កាត់លោមើល 你们向右看， អញ្ចឹងយើងមើលខាងស្ដាំដៃរបស់ 往 យើង 佛桌上看， មើលខាងទៅលើខាងតុព្រះ 好，有没有看啊？ យើងមើលឃើញទេ 啊，各位你看看我们观世音菩萨 យើងមើលព្រះពោធិសត្វគង់ស៊ីអ៊ីម 一样， ដូចគ្នាផងដែរ 很年轻， នៅវ័យក្មេង 立志出家修道。 ពេលដែលនៅវ័យក្មេងក៏បានតាំងឆន្ទៈមកសាងខ្លួនសាងបដិបត្តិព្រះធម៌ 虽然他受到很多的阻碍， ត្បិតតែព្រះនាងទទួលរងការរាំងស្ទះជាច្រើនតែពិតមែន 因为他是公主啊， ដោយសារតែព្រះនាងគឺជារាជបុត្រី 爸爸是国王 អ 啊， ញ្ចឹងឪពុកគឺជាព្រះមហាក្សត្រ 可是他出家呢， ប៉ុន្តែចង់ចេញសាងភ្នួស 啊就不能结婚了， អញ្ចឹងចេញសាងភ្នួសមិនអាចរៀបការបានទេ 爸爸生气啊， អញ្ចឹងឪពុកខឹងយ៉ាងខ្លាំង 把他关起来， អញ្ចឹងបិតាក៏បានឃុំព្រះនាង 不准到寺庙去 មិនឲ្យព្រះនាងទៅវត្តទេ 啊，所以呢 ដូច្នេះហើយ 被关起来 ត្រួ 了。 យឃុំ 可是他的心呢 ប៉ុន្តែចិត្តរបស់ព្រះនាងផ្ទាល់ 没有变， មិនមានការប្រែប្រួលនោះឡើយ 一直坚持。 អញ្ចឹងចេះតែបន្តរក្សាយ៉ាងដូចនេះ 总归点是给你们讲一个结果。 អញ្ចឹងលោកគ្រូនឹងនិយាយលទ្ធផលចុងក្រោយប្រាប់ 后来呢， ក្រោយមក 父王同意了， គឺថាព្រះបិតាក៏យល់ព្រម 出家修道。 ឲ្យព្រះនាងចេញសាងភ្នួសសាងធម៌ 那么在哪一天呢？ នៅថ្ងៃណាទៅ 啊，9月19日 គឺថ្ងៃទី19ខែ9ចិន 出家得道。 ហើយជាថ្ងៃដែលព្រះនាងទទួលបាននៅព្រះធម៌ 第二组啊， ក្រុមទី2 那么他还有什么啊？观世音菩萨有什么节日你要拜的呢？ អញ្ចឹងតើព្រះមហាគង់ស៊ីមព្រះពោធិសត្វគង់ស៊ីមមានអី 9月19出家修道 ថ្ងៃ 得道了， 19ខែ9គឺជាថ្ងៃដែលព្រះនាងទទួលបាននៅព្រះធម៌ 在道场的礼节啊， អញ្ចឹងនៅក្នុងពិធីកិច្ចថ្វាយបង្គំក្នុងទីព្រះវិហារ 又有什么节日？他的节日我们来拜。 អញ្ចឹងតើមានអីកម្មវិធីខួបអ្វីទៀតដែលយើងគោរពថ្វាយបង្គំព្រះនាងគង់ស៊ីអ៊ីម 知道吗？ ដឹងទេ 哎呦，តាន់សង្តាន日 哦，圣诞日 ថ្ងៃកំណើត 啊， អីគេទៀត 再来呢？成道日哦，成道日啊，成道日涅槃日 哦，成道日6月19日，អញ្ចឹង 出家修道得道的日子叫9月19日。 អញ្ចឹងព្រះអង្គទទួលធម៌នៅថ្ងៃទី19ខែ9ហើយសម្រេចធម៌នៅថ្ងៃទី19ខែ6រាប់តាមចន្ទគតិចិន 请问你们这一组有没有生日啊？ អញ្ចឹងសូមសួរឲ្យក្រុមរបស់យើងមានថ្ងៃខួបកំណើតទេ 都有啊， យើងមានខួបកំណើតទាំងអស់គ្នាមែនអត់ 有。所以呢，
2月19观世音菩萨圣诞日 អញ្ចឹងថ្ងៃទី19ខែ2ជាថ្ងៃខួបកំណើតរបស់ព្រះនាងគង់ព្រះពោធិសត្វគង់ស៊ីអ៊ីម 里面也有生日， ហើយយើងទាំងអស់គ្នាក៏មានថ្ងៃកំណើតរបស់យើងផងដែរ 叫做 Happy Birthday。 ដែលយើងនិយាយជាធម្មតាថា Happy Birthday រៀងថ្ងៃកំណើត Happy Birthday 要吃什么呢？ អញ្ចឹងថ្ងៃដែលខួបកំណើតរបស់យើងត្រូវហូបអីគេ 第3组啊 អក្រង់ទី3 ，Happy Birthday 要吃什么 អ？ញ្ចឹងថ្ងៃរីករាយថ្ងៃកំណើតយើងហូបអីគេ 这边柬埔寨有没有在庆祝啊？ នៅប្រទេសកម្ពុជាយើងមានធ្វើពិធីជប់ពិធី Happy Birthday អត់ 吃什么？ ហូប 没 អីគេ 有， ថ្ងៃហ្នឹងឃើញហូបអីគេ 没有吃哦。啊， 吃蛋糕 吃蛋糕。 ហូបនំខេកមែនអត់ 第3组有， ក្រុមទី3មានហូបនំខេកអត់ថ្ងៃ Birthday 第2组有没有？ ក្រុមទី2មានអត់ 没有，有有。第1组呢？ ក្រុមទី1មានហូបនំខេកអត់ថ្ងៃ 生日有没 Birthday 有吃蛋糕？有有。哦，那第4组呢？ ក្រុមទី4都有啊。 មានហូបនំខេកអត់ 哦，所以每个人生日的时候，各位爸爸妈妈或是你的朋友都会帮你庆生 ，Happy Birthday，都会吃蛋糕喜宴。 ថ្ងៃកំណើតរបស់យើងគឺថាយើងរមែងតែងតែហូបនៅនំ birthday ឬក៏ថានំខេកជាដែលមានឪពុកម្ដាយឬក៏មិត្តភ័ក្តិឬក៏បងប្អូនឬក៏សាច់ញាតិហ្នឹងធ្វើជូនដល់យើងទាំងអស់គ្នា 所以呢，观世音菩萨 ដូច្នេះហើយព្រះពោធិសត្វគង់ស៊ីអ៊ីម 一样有圣诞日啊， ដូចគ្នាផងដែរព្រះអង្គក៏មានថ្ងៃកំណើតរបស់ព្រះអង្គ 是因为他成了佛祖， ក៏ដោយសារតែព្រះអង្គបានសាងសម្រេចជាអង្គព្រះមួយអង្គ 所以以后呢， ដូច្នេះក្រោយមក 他的生日 អញ្ចឹងថ្ងៃកំណើតរបស់ព្រះអ 我 ង្គ 们改为圣诞日 អ，ញ្ចឹងយើងបដូរមកជាថ្ងៃរំលឹកខួបកំណើតរបស់ព្រះអង្គ 要感恩他，谢谢他。 អញ្ចឹងយើងត្រូវថ្លែងអំណរគុណចំពោះព្រះពោធិសត្វ 圣诞日要感恩啊，谢恩呐哈， អញ្ចឹង 无 រាល់ 扣 ថ្ងៃ 手 កំពុករំលឹកខួបកំណើតរបស់ព្រះពោធិសត្វយើងតែងតែគោរព 每组都加10分呐， ថែម10បន្ទុកគ្រប់ក្រុម 包括第5组都加10 រួម 分。 ទាំងក្រុមទី5ទីផងដែរ 所以呢，观世音菩萨 ដូច្នេះហើយព្រះពោធិសត្វគង់ស៊ីអ៊ីម 因为他有修道， ក៏ដោយសារតែព្រះនាងមានបានសាងធម៌ 所以最后啊， ដូច្នេះចុងក្រោយ 父王同意他修道。 ព្រះបិតាក៏បានយល់ព្រមឲ្យព្រះនាងចេញសាងធម៌ 在9月19日 អញ្ចឹងនៅថ្ងៃទី19ខែ9得到那一天， ថ្ងៃនោះគឺជាថ្ងៃដែលទទួលធម៌ 出家修道 ក៏ 了。 បានចេញសាងភ្នោះ 那么到了6月19，经过了很多 អ 年 ញ្，ចឹងឆ្លងកាត់ជាច្រើនឆ្នាំមកនៅថ្ងៃទី19ខែ6把它修成正果 ក៏ 了。 បានសម្រេចនៅមគ្គផលបលាំង 6月19呢， អញ្ចឹងនៅថ្ងៃទី19ខែ6回天去 ក៏ 了， បានវិលត្រឡប់ទៅឋានលើវិញ 老母给他封为南海观世音菩萨。 អញ្ចឹងព្រះម៉ែគង់ស៊ីមនោះក៏បានចាត់ត្រូវបានព្រះមេតាតែភពប្រទាននៅគោរពមងារជាព្រះពោធិសត្វគង់ស៊ីមឬក៏ហៅថាព្រះអវលោកេទេសវរៈអញ្ចឹងនៅក្នុងសម័យកាលពណ៌ក្រហម 他道士下庄来帮助释迦牟尼 អញ្ចឹង 佛， ព្រះនាងបានចោះមកសជាតិលើឋានលោកីនេះជាច្រើនដងដើម្បីជួយទៅដល់ព្រះពុទ្ធសាសនគោតម 来救度众生。 ដើម្បីមកជួយចម្លងប្រោសចម្លងសត្វលោកទាំងឡាយ 众生苦啊， ពីព្រោះថាសត្វលោកមានតែដោយសេចក្តីទុក្ខ 没有办法疏导， មិនបើសិនជាអត់មានអ្នកណាគេដឹកនាំទៅនោះ 不能得到平安。 គឺនឹងមិនទទួលបាននូវសេចក្តីសុខនោះឡើយ 我们只要念啊，观世音菩萨大慈大悲啊， អញ្ចឹងឲ្យតែយើងសូត្រទន្ទេញព្រះនាមរបស់ព្រះពោធិសត្វគង់ស៊ីមានមេត្តាករុណា 他会听到你的声 អ 音， ញ្ចឹងព្រះនាងនឹងស្ដាប់បាននៅសំឡេងដែលយើងបានដង្ហើយហៅព្រះនាមរបស់ព្រះនាង 所以观世音菩萨 ដូច្នេះទើបព្រះម៉ែគង់ស៊ីអ៊ីម 闻声救苦 អញ្ចឹងព្រះអង្គគឺថាស្ដាប់សម្រែកសង្គ្រោះទុក្ខ 听到你的声 អ 音， ញ្ចឹងបានស្ដាប់នៅសម្រែកសំឡេងរបស់យើង 他就会附在你身上了， គឺថាព្រះអង្គនឹងមកក្បែរយើងជួយសង្គ្រោះយើង 给你力量， ដើម្បីបន្ថែមនៅធម៌ពលដល់យើង 给你智慧， ដើម្បីបន្ថែមនៅបញ្ញាញាណដល់យើង 让你有能力 អញ្ចឹងញ៉ាំងឲ្យយើងមានសមត្ថភាព 逢凶化吉。 នឹងអាចបញ្ជះពីគ្រោះធំមកជាគ្រោះតូច 所以呢，众生 ដូច្នេះសត្វលោកទាំងឡាយ 很喜爱他， អញ្ចឹងសត្វលោកទាំងឡាយថាស្រឡាញ់ចូលចិត្តព្រះនាងយ៉ាង
យ៉ាងខ្លាំង 一看到他的化身形象， អញ្ចឹងនៅពេលដែលឃើញរូបព្រះនាងគង់ស៊ីអ៊ីម 哇，很高兴， អញ្ចឹងថាសប្បាយចិត្តយ៉ាងខ្លាំង 跪下去就拜 អ 了， ញ្ចឹងក៏លុតជង្គង់ចុះលើកដៃប្រណម្យសុភពព្រះនាង 是一个伟大的菩萨。 នេះគឺជាពោធិសត្វមួយអង្គដ៏មានមហិមា 所以菩萨 ដូច្នេះព្រះពោធិសត្វ 他伟大， អញ្ចឹងមានភាពមហិមា 受众生的朝拜， ក៏ទទួលបានការគោរពថ្វាយបង្គំពីសត្វលោក 因为有慈悲的爱心， ក៏ដោយសារតែមានតែដោយចិត្តស្រឡាញ់ចិត្តមេត្តាករុណា 他成火了 អញ្ចឹងព្រះនាងក៏បានសម្រេចជាព្រះ 啊，道庄来了， ហើយក៏បានចុះមកឋានលោកីនេះទៀត 救他的父王， ដើម្បីសង្គ្រោះបិតារបស់ព្រះនាង 他的父王 អ 啊， ញ្ចឹងបិតារបស់ព្រះនាង 眼睛看不到 ដោយ 了， សារតែពិការភ្នែក 没有办法走路 អ 了 ញ្，ចឹងមិនអាចធ្វើដំណើរបានទេ 所以观世音菩萨 ដូច្នេះព្រះពោធិសត្វគង់ស៊ីអ៊ីម 啊，化作千手来帮忙 អ 啊， ញ្ចឹងក៏បាននិមិត្តកាយជាព្រះពោធិសត្វដៃពាន់ភ្នែកពាន់មកជួយព្រះបិតា 就是用很多的办法，牵手就很多的办 អ 法 ញ្ចឹងនេះគឺមានន័យថាព្រះនាងប្រើនៅគ្រប់មធ្យោបាយទាំងឡាយដើម្បីមកជួយ 来救爸爸， ដើម្បីមកជួយព្រះបិតា 让爸爸呢 ដើម្បីញ៉ាំងឲ្យព្រះបិតា 解除痛苦。 រួចផុតពីសេចក្តីទុក្ខ 所以观世音菩萨 ដូច្នេះព្រះពោធិសត្វគង់ស៊ីអ៊ីម 一样孝顺的女儿， ដូចគ្នាផងដែរគឺជាកូនស្រីកតញ្ញូមួយរូប 大家很喜欢膜拜。 អញ្ចឹងមនុស្សទូទៅតែងតែស្រឡាញ់និងគោរពថ្វាយបង្គំព្រះពោធិសត្វ 到今天呢， ហើយរហូតមកដល់ពេលថ្ងៃនេះ 啊，我们一样在拜。 អញ្ចឹងដល់ពេលថ្ងៃនេះយើងក៏នៅតែបន្តគោរពថ្វាយបង្គំព្រះនាងដដែល 他在19世纪啊， អញ្ចឹងព្រះអង្គនៅសតវត្សទី19 又来道上下华。 ហើយក៏បានចុះមកសជាលើឋានលោកីនេះម្ដងទៀត 我们金光祖师的妹妹， គឺកើតមកធ្វើជាប្អូនស្រីរបស់ព្រះបរមគ្រូជំនាន់ទី17គឺព្រះបរមគ្រូជីងកងជូសឺ 她也道士下凡到中国来修道， ហើយព្រះនាងក៏បានសជាតិមកឋានលោកីនៅប្រទេសចិន 住在南海。 ហើយនៅខាងសមុទ្រខាងត្បូង 但中国的南海呢， អញ្ចឹងសមុទ្រខាងត្បូងនៅប្រទេសចិន 有一个普头山 មានភ្នំមួយហៅថាភ្នំភូធរ 啊，在普头山呢 អញ្ចឹងនៅភ្នំភូធរនេះ 教化众生 ក៏បានធ្វើការប្រោសចម្លងសត្វលោក 啊，这个道场非常大， អញ្ចឹងអង្គធម្មឋានរបស់ព្រះនាងនៅភ្នំភូធរនោះធំខ្លាំងណាស់ 很多人受他教化， អញ្ចឹងមានសត្វលោកជាច្រើនទទួលបានការអប់រំចម្លងពីព្រះនាង 他变善良了， ហើយក៏បានកែប្រែអចរិតពីអាក្រក់មកជាល្អវិញ 平安了。 ហើយក៏បានសុខសន្តិភាពហើយក៏បានមានសេចក្តីរីករាយសប្បាយ 所以每年呢， អញ្ចឹងរាល់ឆ្នាំ 南海呢， អញ្ចឹងនៅសមុទ្រខាងត្បូ 这 ង 个普头山啊， អញ្ចឹងនៅភ្នំភូធរនេះ 哦，千万人要去拜啊， អញ្ចឹងគឺមានសត្វលោកជាច្រើននោះជាច្រើនទៅគោរពថ្វាយបង្គំព្រះនាង 到现在រហូតមកដល់សប្តាហ៍ថ្ងៃនេះ 2500多年了， 2500ផ្លាយឆ្នាំមកហើយ 一样大家还是拜。 ដូចគ្នាផងដែរនៅតែមានប្រជាជនទៅបន្តគោរពថ្វាយបង្គំព្រះនាងដដែល 我来问一问了，20岁以下的有没有？ អ្នកដែលក្រោមអាយុ20ឆ្នាំសូមក្រោកឈរ 20岁以下的有没有？ ខំ20ឆ្នាំសូមក្រោកឈរ 包括20岁。 បូករួមទាំងអាយុ20ដែរ 哦，有啊。哦，几个？1、2、3、4、5、6、6个、 8個 8个。 4 好， 5 6 7 8 8個 讲一个故事， និទានរឿងមួយ 观世音菩萨的故事。 រឿងនិទានរបស់ព្រះពោធិសត្វគង់ស្អ៊ីម 一个妈妈 ម្ដាយមួយរូប 啊，非常虔诚的 មានភាពស្មោះត្រង់មានចិត្តសទ្ធា 拜观世音菩萨。 ថ្វាយបង្គំចំពោះព្រះពោធិសត្វគង់ស្អ៊ីម 她的女儿啊， អញ្ចឹងកូនស្រីរបស់ម្ដាយមួយរូបនេះ 叫小华， ឈ្មោះថាសៅហួរ 那么20岁的生日。 អញ្ចឹងថ្ងៃ birthday អាយុ20ឆ្នាំ 刚才你们说有吃蛋糕嘛 អ？ញ្ចឹងអបាយមិញយើងនិយាយថ្ងៃ birthday តែងតែហូបនំខេក 那这个妈妈呢， អញ្ចឹងម្ដាយមួយរូបនេះ 送给女儿 ក៏បានជូនកូន 3盒礼物，3个盒子的礼 ជូន 物。 នៅកាដូជាកាដូ3ជូนដល់កូនស្រី 啊，她告诉女儿啊， ហើយក៏បានប្រាប់ទៅកូនស្រីថា 这妈妈送给你， នេះគឺជាកាដូ birthday ដែលម្ដាយជូនដល់កូន 你记住哦， អញ្ចឹងកូនស្រីត្រូវតែចងចាំ 生日那一天 ថ្ងៃខួបកំណើត 你要洗好澡， អញ្ចឹងកូនស្រីត្រូវតែងូតទឹកសម្អាតប្រាណ 哎，穿着漂亮的衣服。 ហើយព្រមទាំងត្រូវស្លៀកពាក់ឲ្យសម្លៀកបំពាក់ឲ្យបានស្អាតដែរ 那个时候， អញ្ចឹងនៅពេលនោះ 妈妈给你这3样东西啊， អញ្ចឹងម្ដាយឲ្យនៅកាដូ3នេះ 会给你， គឺថានឹងជូនដល់កូនស្រី 送给你， អញ្ចឹងជូនដល់កូនស្រី 生日快乐。 រីករាយថ្ងៃកំណើត
那记住哦， អញ្ចឹងត្រូវចងចាំ 一定要生日当天晚上， អញ្ចឹងត្រូវចងចាំថានៅយប់ថ្ងៃខួបកំណើតនេះ 3件礼物才能拆开。 អញ្ចឹងទើបអាចបើកកាដូខួបកំណើតទាំង3នេះបាន 那么呢，他很高兴， អញ្ចឹងថាកូនស្រីទទួលបានកាដូខួបកំណើតសប្បាយចិត្តយ៉ាងខ្លាំង 很期待生日的日子来 ហើយ 了。 ក៏ទន្ទឹងរង់ចាំថ្ងៃខួបកំណើតនឹងមកដល់ឆាប់ៗនេះ 哦，真的来了。 អញ្ចឹងថ្ងៃខួបកំណើតក៏បានមកដល់ 到生日那一天， ថ្ងៃដែលខួបកំណើតរបស់កូនស្រីនេះ 哎，他很高兴。 ក្មេងស្រីនេះសប្បាយចិត្តណាស់ 哦，洗完澡了， ហើយនៅពេលដែលងូតទឹកសម្អាតប្រាណរួចហើ 换 យ 上妈妈给他买的衣服， ហើយ 很 ក៏ 漂 បាន 亮啊。 ពាក់នៅអាវដែលម្ដាយទិញមកពីផ្សារពាក់ឡើងស្អាតបាទ 这个七情里面就很高兴嘛。 អញ្ចឹងពាក់ឡើងស្អាតបាទទឹកចិត្តយ៉ាងសប្បាយរីករាយនៅក្នុងមនោសញ្ចេតនាទាំង7គឺសប្បាយរីករាយ 妈妈送给他的礼物 អញ្，ចឹងម្ដាយក៏ជូននៅកាដូថ្ងៃក៏ខួបកំណើត 每个盒子都很精美，很漂亮 អញ្ចឹងថាកាដូ3ប្រភេទហ្នឹងទាំង3ហ្នឹងគឺថាមានការវេចខ្ចប់យ៉ាងស្អាត 啊，专美啊，装饰的很漂亮 អញ្ចឹងមានការវេចខ្ចប់យ៉ាងប្រណិតយ៉ាងស្អាត 啊。他第一个拆开了， អញ្ចឹងកូនស្រីនេះក៏បានបើកកាដូទី1 哦，一个小小的很好看金子的镜要照相。 ហើយក៏បើកកាដូទី1នេះឡើងគឺថានៅក្នុងហ្នឹងមានកញ្ចក់ដ៏ស្រស់ស្អាតមួយ 好嘛，我们拿起镜子来， អញ្ចឹងយើងមើលយើងយកកញ្ចក់មក 一定看一看 ប្រ 嘛。 កាសជាឆ្លោះមុខខ្លួនឯង 男的长得帅不帅啊？ ហើយមើលខ្លួនខ្ញុំជាបុរសឆ្លោះមើលស្អាត 啊， អ 女 ត់ 的看一看长得漂亮 ហើយ 吗？ ផ្នែកខាងនារីឆ្លោះមើលខ្ញុំស្អាតអត់ 20岁的小华， គឺជាក្មេងស្រីអាយុ20ឆ្នាំ 年轻美丽呀 អ。ញ្ចឹងមានរូបឆោមស្អាតដូចជាញៀបធម៌អញ្ចឹង 好，那么坤道呢？ អញ្ចឹងផ្នែកខាងនារី 你们想得出来？ យើងទាំងអស់គ្នាគិតចេញអត់ 他拿了这个像照自己， យើងគាត់ក្មេងស្រីនេះយកកញ្ចក់មួយនេះមកឆ្លោះមើលខ្លួនឯង 啊，很高兴， សប្បាយចិត្តណាស់ 是不是？ មែនឬក៏មិនមែន是你们都很漂亮嘛。 ហើយយើងឆ្លោះមើលស 啊， ប្បាយ 假 ចិត្ត 设 អត់ 啊，假设男生呢， ចុះ 剪刀呢？ បើដល់វិញបើសិនជាយូរីវិញសាំងលីវិញសង្ហាអត់ 不敢讲 អត់ទៀត不敢讲 哦，你也讲啊，帅呀。 សង្ហាអត់សង្ហាអត់ 啊，高兴啊！ អើយសប្បាយណាស់មើលមុខខ្លួនឯងសប្បាយណាស់ 哎，爸爸妈妈给我生的这么帅呀！ អញ្ចឹងគេថាមើលមើលអូប៉ាម៉ាក់បកាខ្ញុំចេញមកមានរូបឆោមមកមុខឡើងសង្ហាខ្ជូតកប់តែម្ដង 那么他很高兴。 អញ្ចឹងគឺថាក្មេងស្រីនេះសប្បាយចិត្តយ៉ាងខ្លាំង 这个框的镜边的下面啊， ហើយគឺថានៅក្រោមកញ្ចក់នេះ 他写的“今日的我 ក្រោមកញ្ចក់នោះមានសរសេរអក្សរ4ថ្ងៃនេះនៃខ្ញុំ 好，写的“今日的我 អញ្ចឹងក្រោមកញ្ចក់ហ្នឹងក៏មានសរសេរអក្សរ4តួសរសេរថាថ្ងៃនេះនៃខ្ញុំ 很漂亮， ស្អាតណាស់ 那个镜框啊是金子做的。 ហើយគេថាសុំនៃកញ្ចក់ហ្នឹងធ្វើពីមាសទៀត 那打开第二个 បន្តមកទៀតបើកកាដូទី2ឡើង 啊，第二个也是框很漂亮。 ហើយកាដូទី2មើលទៅសុំហ្នឹងក៏ស្អាតផងដែរ 结果他一看呢， ពេលដែលបើកមក 哎呦吓一跳 ក៏ភ្ញាក់ព្រឹក 啊，写的 ក៏បានសរសេរថា 将来的我 អនាគតនៃខ្ញុំ 哦，将来的我 អនាគតនៃខ្ញុំ 哦，这个将来的我呢，不是镜子啊， អញ្ចឹងអនាគតនៃខ្ញុំនេះមិនមែនជាកញ្ចក់ទៀតទេ 好像人死了那个骨头骷髅的那个道具啊，骷髅的道具不是真的啦，哈、嗯道具是假的，是有那个骷髅的道具，人死了以后那个骨头、啊，骷髅的道具。 អញ្ចឹងក៏នៅក្នុងប្រអប់ទី2ក៏សរសេរថាអនាគតនៃខ្ញុំហើយគឺនៅក្នុងហ្នឹងមានជាតុក្កតាក្រងឆ្អឹង 那么呢，他看得很不高 អ 兴 ញ្，ចឹងក្មេងស្រីនេះគ្រាន់តែមើលភ្លាមមិនសប្បាយចិត្តតតែសោះ 有一点要生气了。 ពេលខ្លះទៅរឿងចង់ខឹង 那么呢，他为什么妈妈就想，妈妈为什么要送给我这个呢？ អញ្ចឹងក្មេងស្រីក៏គិតនៅក្នុងចិត្តមិនក៏ម្ដាយឲ្យតុក្កតាក្រងឆ្អឹងឲ្យគាត់ធ្វើអី 他给他写4个字：将来的我。 ហើយនៅលើកាដូនោះក៏សរសេរថាអនាគតនៃខ្ញុំ 显然是刚才不是讲吗？ ហើយមិនមែនលោកគ្រូបានលើកឡើងរួចមកហើយ 不是问越南主吗？ ហើយក៏បានសួរទៅខាងក្រមវៀតណាម 人有生啊， មនុស្សយើងមានកើត 有100年之 ក៏ 后， មានថ្ងៃ100ឆ្នាំក្រោយមក 100年之后呢， អញ្ចឹង100ថ្ងៃក្រោយ100ឆ្នាំក្រោយមកអញ្ចឹងសបកកាយរូបកាយមួយនេះ 要还给土地的嘛。
ត្រូវតែសងទៅដីវិញ 种在土地的嘛， ត្រូវតែដាំដាក់នៅក្នុងដីវិញ 所以变成骨头了， នឹងคล้ายទៅជា 没有肌肉了嘛， ហើយអត់មានសាច់ទេបើសាច់រីអត់សល់តែឆ្អឹង 没 ទេ 有脸孔了嘛。 ហើយថាអត់មានមុខមាត់ចឹងទេសល់តែក្រងឆ្អឹងតែប៉ុណ្ណោះ 大家懂得骨头的意思吗？ អញ្ចឹងតើអ្នកស្គាល់ក្រងឆ្អឹងទេ 哦，知道，所以他不高兴。 ដូច្នេះគេថាក្មេងស្រីនេះមិនសប្បាយចិត្តសោះ 但是小娃很有智慧， ប៉ុន្តែសៅហរក្មេងស្រីសៅហរនេះមានបញ្ញាណាស់ 打开第3个壳子， ហើយក៏បានបើកកាដូទី3 妈妈一定有用意的。 អញ្ចឹងម្ដាយរបស់ក្មេងស្រីសៅហរនេះប្រកាសជាមានអត្តន័យនៅក្នុងហ្នឹង 他打开第3个盒子一看， ក៏បានបើកកាដូទី3នេះឡើង 哇，一尊很漂亮的活像， អញ្ចឹងគឺថាបើកមកនៅក្នុងនោះមានរូបព្រះដ៏ស្អាតមួយអង្គ 金光闪闪。 ហើយរូបនេះធ្វើអំពីមាសមើលទៅឡើងស្អាត 哎，各位猜得到吗？ អញ្ចឹងយើងទាំងអស់គ្នាទាយមកទាយដឹងអត់ 刚才点师讲到这边呢，你想这一位金光闪闪的活像是谁呢？ អញ្ចឹងលោកគ្រូអបាយមែនបាននិទាននៅរឿងមុនហើយបន្ទាប់នេះភ្ជាប់ជាមួយនឹងរឿងនេះអញ្ចឹងសួរថារូបព្រះនេះតើរូបព្រះអង្គណា 会是哪位？ តើរូបព្រះអង្គណា 哪？ គួនស៊ីន菩萨 啊，你们呢？ ចុះក្រោមនេះបកគួនស៊ីន菩萨 哦，啊，你们呢？ ចុះក្រោមនេះ 哦，也是一样啊，后面也是观 ចុះ 世 ខាង 音菩 ក្រោ 萨， យ 是不是啊？一样一样 对，因为妈妈是观世音菩萨的徒弟啊，信徒嘛。 ពីព្រោះថាម្ដាយគឺជាអ្នកគោរពថ្វាយបង្គំព្រះពោធិសត្វគង់ស្អ៊ីម 哇，这些观世音的活像非常的精美 ដូច្នេះមើលរូបព្រះម៉ែគង់ស្អ៊ីមមើលទៅឡើងស្អាត 哦，而且观世音这个道炮啊，这个都空金的、框金的，很漂亮。 ហើយថាក្រងធ្វើអំពីមាសមើលទៅឡើងស្អាតតែម្ដង 他很高兴， អញ្ចឹងក្មេងស្រីនេះសប្បាយចិត្តណាស់ 他看那个金框的下面写4个字：永久的我。 អញ្ចឹងនៅខាងក្រោមនៃរូបព្រះម៉ែគង់ស្អ៊ីមនោះក៏សរសេរអក្សរ4តួផងដែរក៏សរសេរថាជានិរន្តរ៍នៃខ្ញុំ 到现在，观世音菩萨 រហូតមកដល់ពេលនេះព្រះពោធិសត្វគង់ស្អ៊ីម 超过2500年 អ 了， ញ្ចឹងឆ្លងផុតអស់រយៈពេល2500ផ្លាយឆ្នាំមកហើយ 我们还是在拜他， យើងនៅតែបន្តគោរពថ្វាយបង្គំព្រះនាង 他一样在保护我 ហើយ 们。 ព្រះនាងនៅតែបន្តការពារសត្វលោកទាំងឡាយ 我们做一跪还是5叩首啊？ អញ្ចឹងពេលដែលយើងចូលអ៊ីគួយថ្វាយបង្គំ5ដង 这个就是成活成仙嘛， នេះគឺដោយសារតែព្រះអង្គបានសម្រេចត្រាស់ដឹងជាព្រះ 啊，不受轮回苦啊。 ហើយព្រះអង្គក៏មិនស្ថិតនៅក្នុងភាពវិលវល់នេះភាពវិលវល់នេះតទៅទៀតនោះឡើយ 又来救度众生， ហើយព្រះអង្គក៏បានចុះមកជួយដល់សង្គ្រោះដល់សត្វលោក 所以小王的妈咪呢， ដូច្នេះម្ដាយរបស់សៅហរ 她爱她自己的女儿， អញ្ចឹងគឺថាស្រឡាញ់កូនស្រីរបស់កូនស្រីនេះណាស់ 她希望我的女儿 អញ្ចឹងសង្ឃឹមថាកូនស្រីរបស់ខ្លួន 永远将来的我，而不是永久的我，永远。 អញ្ចឹងសង្ឃឹមថាកូនស្រីរបស់ខ្លួននឹងអាចខ្លាយទៅជានិរន្តរ៍នៃខ្ញុំ 你看看哪一位佛祖不是1000年、1000年过的？ ហើយយើងមើលតើមានអង្គព្រះណាអង្គព្រះណាអង្គព្រះទាំងឡាយសិតតែឆ្លងកាត់រាប់ពាន់រាប់ពាន់ឆ្នាំមកហើយ 所以呢，这个现在的我就肉体生了嘛，哈。 អញ្ចឹងថ្ងៃនេះនៃខ្ញុំគឺជារូបកាយមួយនេះគឺជារូបកាយមួយនេះ 那有一天我会走掉， អញ្ចឹងគង់តែមានថ្ងៃណាមួយយើងនឹងទៅលាចាក់លោក 离开红尘世界。 យើងនឹងឃ្លាតឆ្ងាយពីមនុស្សលោកីនេះ 这个妈咪啊， អញ្ចឹងម្ដាយរបស់ 鼓励她 កូន 将 ស្រីនេះ 来 ក៏បានលើកទឹកចិត្តកូនស្រីរបស់ខ្លួនឯងនៅថ្ងៃអនាគត 能得到修道， នឹងអាចទទួលធម៌សាងធម៌ 而且修成观世音菩萨 ហើយក៏អាចសាងសម្រេចដូចទៅនឹងព្រះពោធិសត្វគ 那 ង់ 样 ស៊ី 的 ម 菩萨仙佛。 ហើយក៏អាចសាងសម្រេចដូចទៅនឹងព្រះពោធិសត្វគង់ស៊ីមអញ្ចឹង 哎，这是她妈妈的希望， នេះគឺជាក្តីសង្ឃឹមរបស់ម្ដាយ 妈妈的愿望。 នេះគឺជាបំណងប្រាថ្នារបស់ម្ដាយ 所以呢， ដូច្នេះហើយ 在她的生日20岁生日 អ 嘛 ញ្ចឹង 哈 ថ្ងៃខួបកំណើតអាយុ20ឆ្នាំរបស់កូនស្រី 送给她。 អញ្ចឹងម្ដាយក៏ជូនកាដូ3នេះទៅដល់កូ 所 ន 以 ស្ 点 រី 然是看到年轻人这么多啊， ដូច្នេះលោកគ្រូឃើញថានៅទីនេះមានអ្នកដែលមានវ័យក្មេងជាច្រើន 鼓励年轻人 អ 啊 ញ្，ចឹងលោកគ្រូលើកទឹកចិត្តដល់យើង
យើងទាំងអស់គ្នា像韩湘子大仙， គឺយើងទាំងអស់គ្នាបីដូចទៅនឹងមហាទេពហានសាំងជឿអញ្ចឹង 像我们观世音菩萨， ហើយក៏ដូចទៅនឹងព្រះពោធិសត្វគង់ស៊ីមអញ្ចឹង 立志修道， ក៏បានតាំងឆន្ទៈមកសាងធម៌ 立志办道， ហើយក៏បានតាំងឆន្ទៈមកបដិបត្តិ 立 ព្រះធ 志 ម៌ 行功了业， ហើយក៏តាំងឆន្ទៈមកធ្វើបុណ្យបំពេញសច្ចា 有这个志向。 អញ្ចឹងយើងមាននៅឆន្ទៈមួយនេះ 将来有一 អ 天 ញ្ចឹងថ្ងៃអនាគតទៅគង់នឹងមានថ្ងៃណា 我们 មួយ 回天去了， យើងវិលត្រឡប់ទៅឋានលើវិញ 我们就像观世音菩萨一样， យើងក៏ដូចទៅនឹងព្រះពោធិសត្វគង់ស៊ីមអញ្ចឹង 不但我自己成仙做佛 មិន 了， មែនត្រឹមតែខ្លួនយើងតអាចសាងសម្រេចតាដឹងជាព្រះតែប៉ុណ្្នឹងទេ 红尘世界都永远记得我 អ。ញ្ចឹង អ មនុស្សលោកីមនុស្សនៅក្នុងឋានលោកីនេះនឹងចងចាំយើងជានិច្ចជានិរន្តរ៍ផងដែរ 好，所以呢，在座的呢， ដូច្នេះហើយអ្នកដែលមានវត្តមាននៅ 也 ទី 是 នេះ 呢这一节课就讲观世音菩萨以及修道啊， អញ្ចឹងមកនេះលោកគ្រូនិយាយអំពីព្រះពោធិសត្វគង់ស៊ីមព្រមទាំងនិយាយអំពីការសាងធម៌ 跳出轮回苦啊， ការសាងធម៌ដែលលោតចាក់ផុតពីសមុទ្រទុកនៃការវិលវល់នេះ 能为仙为佛， នឹងអាចសម្រេចផ្លាស់ដឹងជាព្រះជាពោធិសត្វបាន 还能救度众生。 ហើយក៏នឹងអាចសោចសងសង្គ្រោះសត្វលោកបានទៀត 这个就是你们开示道义里面啊， នេះគឺនៅក្នុងលំនាំស្រ័យបំភ្លឺអត្តន័យព្រះធម៌ 修道的人生观呐、 នេះគឺជាទស្សនៈនៅក្នុងឆាកជីវិតនៃការសាងធម៌ 永远永远， គឺជានិច្ចជានិរន្តរ៍ 英文是不是 forever？ អញ្ចឹងភាសាអង់គ្លេសហៅថា 杜 forever 经理英文是不是 forever？是永远，是永远永远哈，就永远永远的我。 ជារៀងរហូតឬក៏ខ្មែរយើងហៅថាជារៀងរហូតជានិរន្តរ៍ 好了，那么站的都全部加10分了。 គ្រាន់តែឈរថែមម្នាក់10បន្ទុកម្នាក់ថែម10បន្ទុក 好，那么请坐啦。 សូមអញ្ជើញអង្គុយចុះ 好，那么我们这一节课呢， អញ្ចឹងនៅក្នុងម៉ោងនេះផងដែរ 就上到这 អ 边 ញ្ចឹង 了。 ក៏សូមស្លេះត្រឹមប៉ុណ្ណេះ 那么晚上呢， អញ្ចឹងយប់នេះ 一样复习课程哈， យប់នេះគឺថានៅតែមានម៉ោងសំណួរចម្លើយនិងម៉ោងរំលឹកមេរៀន 上了2天的课。 អញ្ចឹងមេរៀនដែលយើងរៀនអស់2ថ្ងៃ 有疑问呢， យើងមានចម្ងល់អី 应该问的就问。 អ្វីដែលយើងចង់សួរអាចលើកជាសំណួរសួរបាន 刚才问了，昨天问了7情呢。 ហើយបាញ់ម្សិលមិញដែលក្រុមណាមួយសួរអំពីមនោសញ្ចេតនា7នេះលោកគ្រូបានធ្វើការបកស្រាយហើយ 好，好了，好了，那么我们这一个就上这一节课上到这边了 អញ្ចឹង 哈。 ម៉ោងនេះក៏សូមត្រឹមប៉ុណ្នេះ 祝大家晚上 អញ្ចឹងជូនពរញាតិធម៌ទាំងអស់គ្នាយប់នេះអរគុណសុខសប្បាយទាំងអស់គ្នា Yeah, yeah.